នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់រលកភ្លើងឆ្លាតវៃជំហានដំបូងយើងត្រូវ download ជាមួយនឹង app Tuya Smart នៅក្នុង App Store ឬមួយក៏នៅក្នុង Play Store បន្ទាប់ពី download ហើយត្រូវបង្កើត account Tuya ជាមួយនឹង email របស់អ្នកទាំងអស់គ្នាសិនហើយបន្ទាប់មកយើងយកឌុយភ្លើងមកដល់ជាមួយនឹងព្រីភ្លើងរួចជាកត់ប៊ូតុងវាឲ្យជាប់រហូតដល់តែវាលោតភ្លើងពណ៌ខៀវរួចបើក Bluetooth នៅក្នុងទូរស័ព្ទដៃរបស់យើងរួចចូលទៅកាន់ app Tuya និងចុចសញ្ញាបូករួចចុចពាក្យ add device រួចចុចរូបរលកភ្លើងដែលវាលោតហ្នឹងមកកន្លែងនេះត្រូវ connect Wi-Fi របស់យើងចូលរួចចុច next ហើយត្រូវប្រកាសថា Wi-Fi របស់យើងជា connection 2.4G នឹងរងចាំវា connection ទៅនៅពេលដែលវា connect ហើយយើងចុចពាក្យ done មកតែប៉ុណ្្នឹងគឺយើងរួចរាល់ហើយតែប៉ុណ្្នឹងគឺយើងអាចធ្វើការបញ្ជាវាតាមរយៈទូរស័ព្ទដៃបានហើយមិនថា switch ទី1ទី2ទី3ទី4ទេគឺយើងអាចធ្វើការបញ្ជាវាតាម switch នីមួយៗបានហើយចំពោះដូច USB ក៏យើងអាចបញ្ជាវាបានដែរហើយយើងក៏អាចដូរឈ្មោះទៅតាម switch នីមួយៗរបស់រលកភ្លើងនេះបានផងដែរអញ្ចឹងនៅពេលដែលយើង set up ហើយយើងគ្រាន់តែយកឌុយភ្លើងណាមួយមកដល់ចូលទៅគឺយើងអាចបញ្ជាវាបិទបើកតាមរយៈទូរស័ព្ទដៃបានហើយចំពោះមុខងារ schedule មួយនេះវិញគឺយើងអាចប្រើវាបានគ្រប់ switch នីមួយៗហ្មងអញ្ចឹងយើងចុចកន្លែងនាឡិកាហ្នឹងមកចុច add schedule ហើយមុខងារមួយហ្នឹងគឺអាចឲ្យយើងកំណត់ schedule ដែលអាចឲ្យវាធ្វើការបិទនិងបើកតាមម៉ោងដែលយើងបានកំណត់ឧទាហរណ៍ខ្ញុំ set schedule នៅខ្ទង់ម៉ោង 12:00 នឹងឲ្យវាដំណើរការចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យហើយយើងអាចធ្វើការសេរីវាបិទនិងបើកបានដូចគ្នាអញ្ចឹងខ្ញុំឲ្យវាបើកហើយចុច confirm រួចចុច save មកអញ្ចឹងឲ្យទៅដល់ម៉ោងពេលវេលា schedule គឺវានឹងធ្វើការបើកពូនឹងអូតូហ្មងចំពោះមុខងារ countdown មួយនេះវិញអាចឲ្យយើងកំណត់ម៉ោងឬមួយក៏នាទីសម្រាប់ឲ្យរលកភ្លើងរបស់យើងដំណើរការឧទាហរណ៍ខ្ញុំកំណត់ម៉ោង1នាទីដើម្បីឲ្យអំពូលភ្លើងរបស់ខ្ញុំបើកអញ្ចឹងនៅពេលដែលវា countdown ចប់1នាទីគឺវានឹងបើកភ្លើងឲ្យយើងហ្មងហើយវាក៏អាចបង្កើត scene បានផងដែរដោយ scene ហ្នឹងអាចឲ្យយើងបញ្ជាតាមសំឡេងបានដោយគ្រាន់តែចុចសញ្ញាបូកនៅខាងលើរួចចុច Run tab to run នៅខាងលើដែររួចចុច Add task និងចុច Control single device រួចចុច Smart extension ហើយយើងអាចធ្វើការរើស switch នីមួយៗបានទាំង switch ទី1រហូតដល់ទី4ហ្នឹងនិង USB ផងដែរអញ្ចឹងឧទាហរណ៍ខ្ញុំរើស switch ទី1យើងអាចធ្វើការសេរីវាបិទនិងបើកបានអញ្ចឹងខ្ញុំចង់ឲ្យវាបើកអញ្ចឹងចុច on រួចចុច save រួចចុច next មកនិងចុច save ម្ដងទៀតរួចដាក់ឈ្មោះ scene របស់យើងនិងចុច confirm បន្ទាប់មកយើងចុច add to series នៅខាងក្រោមបន្ទាប់មកយើងរើសឈ្មោះ scene ដែលយើង add មិញហ្នឹងហើយកន្លែងនេះយើងអាច customize នៃការហៅរបស់ series បានយើងអាចដាក់ដូចជា hey Siri turn on អ្វីមួយចឹងទៅហើយតែប៉ុណ្្នឹងយើងចុច done មក hey Siri turn on my lampហើយយើងក៏អាចធ្វើការបញ្ជាវាតាមរយៈ Alexa ឬមួយក៏ Google Assistant ក៏បានដែរអញ្ចឹងគ្រាន់តែចូលកន្លែងខ្មៅដៃខាងលើហ្នឹងមករួចចុច Third Party Control និងចុច Alexa រួចចុច Link to Amazon Alexa ហើយត្រូវប្រកាសថាអ្នកទាំងអស់គ្នាមាន account Alexa មួយសិនទើបអាច connect បានរួចចុច Link មកនិងចុច Done តែប៉ុណ្្នឹងគឺវា connect ជាមួយ Alexa ហើយចំពោះការ link ជាមួយ Google Assistant ក៏ដូចគ្នាដែរដោយយើងត្រូវការមាន account Google មួយដូចគ្នាទើបអាច connect គ្នាបាន Hey Alexa turn on my smart extension Okay ហើយមួយទៀតក៏យើងអាចបង្កើត scene ជា location បានផងដែរដោយមុខងារនេះគឺវាអាចបើកឧបករណ៍របស់យើងនៅពេលដែលយើងជិតមកដល់ផ្ទះឬមួយក៏បិទឧបករណ៍របស់យើងនៅពេលដែលយើងចាក់ចេញពីផ្ទះអញ្ចឹងចុចសញ្ញាបូកនៅខាងលើមកឬចុច location ខាងក្រោមអញ្ចឹងបើយើងចង់ឲ្យវាបើកនៅពេលដែលយើងមកដល់ផ្ទះយើងចុចខាងលើហ្នឹងមករួចយើងដាក់ទីតាំងផ្ទះរបស់យើងឲ្យត្រឹមត្រូវរួចចុច confirm ហើយចុច add task និងចុច control single device រួចចុច smart extension កន្លែងនេះវិញយើងអាចធ្វើការរើស switch នីមួយៗដើម្បីឲ្យវាដំណើរការបានហើយយើងអាចសេរីវាបិទក៏បានបើកក៏បានអញ្ចឹងបើចង់មកដល់ផ្ទះវាបើកចុច on ហើយ switch ផ្សេងទៀតយើងអាចសេរីវាតាមនឹងបានដូចគ្នារួចចុច next និងចុច save ហើយដាក់ឈ្មោះ scene របស់យើងមករួចចុច confirm អញ្ចឹងតែប៉ុណ្្នឹងនៅពេលដែលយើងជិតមកដល់ផ្ទះគឺវានឹងបើកឧបករណ៍ឲ្យយើងហើយចំពោះមុខងារ relay status មួយនេះវិញមានន័យថានៅពេលណាដាច់ភ្លើងហើយនៅពេលណាដែលភ្លើងត្រឡប់មកវិញយើងអាចសេរីឲ្យដូចភ្លើងមួយនេះបិទឬមួយក៏បើកបានហើយបើចង់ឲ្យវាដំណើរការដូចមុនពេលដាច់ភ្លើងយើងចុច remember last status នេះមកអញ្ចឹងនៅពេលណាដែលភ្លើងត្រឡប់មកវិញគឺវានឹងដំណើរការដូចមុនពេលដាច់ភ្លើងអញ្ចឹងហើយចំពោះកន្លែងមុខងារ light mode មួយនេះវិញអាចឲ្យយើងសេរីបិទនិងបើក LED របស់ដូចភ្លើងមួយនេះបាន
បើសិនជាមានបញ្ហាមិនប្រក្រតីកើតឡើងដូចជាការចង់ដូរ Wi-Fi ឬមួយក៏គាំងយើងអាចធ្វើការ reset ដោយភ្លាមនេះបានដោយគ្រាន់តែយើង hold ប៊ូតុងរបស់វាជាប់រហូតដល់តែវាបញ្ចេញភ្លើងពណ៌ខៀវព្រាកៗចាំយើងប្រឡែងដៃតែប៉ុណ្្នឹងគឺវា reset បានហើយអញ្ចឹងបន្ទាប់ពី reset ហើយយើងអាចធ្វើការ set up វីសាថ្មីនៅក្នុង app Tuya Smart Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ